ខាងត្បូងគេយកបលិសគេចុះមកដល់ស្រុកខ្មែរមកចាប់កបួចប្រជាពលរដ្ឋគេដឹកទៅវិញក្នុងដែនអធិបតេយ្យរបស់យើងបើតែមានកិច្ចសហការអីចឹងចិនក៏សហការចាប់អីបើគុំតែមានរឿងនេះចិនស៊ីហ្នឹងអត់ដែលបានចាប់បានទេហើយដល់ពេលចាប់ចិនស៊ីនៅស្រុកខ្មែរបើតាមអ្នករាយការណ៍របស់ជនជាតិចិនដែលសរសេរព័ត៌មាននៅខ្មែរហើយឥឡូវរត់ទៅប្រទេសក្រៅបាត់ហើយដើម្បីសុវត្ថិភាពហ្នឹងលោកហួងយ៉ាន់ហ្នឹងគាត់និយាយថាចិនស៊ីម្នាក់នេះណាគឺគ្រាន់តែជាទឹកមួយដំណក់ទេនៅមានចិនស៊ី10ដែលនៅ9នាក់ទៀតនៅក្នុងបណ្ដាញរបស់ចិនស៊ីហ្នឹងដែលមានតំណែងឋានៈនិងតួនាទីដូចចិនស៊ីចឹងស្មើគ្នាអត់មានខ្វះទេគឺគ្រប់គ្រងអាការឆោបបោកអនឡាញឥឡូវចាប់បានតែមួយនៅ9ទៀតចុះអ្នកនោះនៅឯណាប៉ុន្តែក៏យើងឃើញអាជ្ញាធរថ្ងៃនេះគឺឃើញតឡាការចេញដីកាឃើញចាប់ខ្លួនទៀតហើយចាប់ខ្លួនគឺអ្នកអង្គញាលីគួងបាទយើងឃើញអ្នកអង្គញាលីគួងហ្នឹងឃើញមានដីកាចេញមកហើយអ្នកណានិយាយទៅគឺជាពេលដែលយើងចាប់ផ្ដើមស្គាល់អ្នកណាអត់ស្គាល់អ្នកអង្គញាលីគួងអង្គញាលីគួងនេះល្បីតាំងយូរហើយតាំងពីឆ្នាំ2023ហ្នឹងមានសារព័ត៌មាន BBC គេចុះផ្សាយយ៉ាងផ្អើលតាក់ទងនឹងកាស៊ីណូឬក៏សន្តាគារបនលបែងមួយនៅកំពង់សោមនោះដែលគេចោទប្រកាន់ខាង BBC គេស៊ើបអង្កេតទៅរកឃើញថាម្ចាស់នៃកន្លែងបនលបែងឆោបបោកអនឡាញហ្នឹងគឺមានឈ្មោះលោកលីគួងប៉ុន្តែលោកលីគួងនឹងប្រកែកមិនត្រឹមតែលោកលីគួងប្រកែកទេមានអាជ្ញាធរខេត្តបាត់ដំបងខេត្តបរសៃអនុកាលហ្នឹងអភិបាលរងគឺលោកឡុងឌីម៉ង់អញ្ចឹងបានលោកឡុងឌីម៉ង់ហ្នឹងមានឈ្មោះនៅក្នុងបញ្ជីខ្មៅរបស់រដ្ឋាភិបាលជាតិអាមេរិកនេះយើងចេះតែឆ្ងល់ថាហេតុអីបានជាឈ្មោះមន្ត្រីអស់ទាំងនោះមាននៅក្នុងបញ្ជីរបស់គេព្រោះហេតុអីបានលោកឡុងឌីម៉ង់ដែលទៅជាមន្ត្រីអភិបាលរងក្រុងសោះអីហ្នឹងទៅមានអីឆោបបោកអនឡាញនឹងគេដែរគឺខ្ញុំទើបតែមើលឃើញឯកសារនេះទៅនឹងឃើញថាគាត់ធ្លាប់មានដាននៅក្នុងកាងការពារមិនអោយគេដូចថានិយាយទៅថាកាងការពារក៏ថាបានប៉ុន្តែគាត់ជាមន្ត្រីអភិបាលរងខេត្តប្រស័យអនុបែបនេះនៅពេលមានរឿងអីនៅក្នុងដែនអធិបតេយ្យសមត្ថកិច្ចរបស់គាត់ត្រូវតែលៀងខ្លួនដែរមិនអញ្ចឹងណាទៅថាមានការឆោបបោកអនឡាញអញ្ចឹងអាជ្ញាធរក្រុងប្រស័យអនុនឹងសុទ្ធតែជាប់ទោសទាំងអស់ហើយយើងធ្វើអីអត់មើលទេអញ្ចឹងវិធីដែលល្អបំផុតដែលកម្ពុជាធ្វើបានឲ្យជោគជ័យរាល់តដងដើម្បីបោកប្រាស់ប្រជាពលរដ្ឋហ្នឹងគឺនយោបាយប្រជាពិធគឺទាត់ចោលអាគេរាយការណ៍អីក៏ទាត់ចោលសិនណារួចខ្លួនណាតែយើងថាអត់គឺអត់ដែរគេគិតអញ្ចឹងណាអត់មានទៅស៊ើបអង្កេតអីឲ្យស៊ីជម្រៅទេគេអ្នកកាសែត BBC នៅឆ្នាំ2023បែបម្លងប្រហែលជាខែមីនាអីហ្នឹងគេស៊ើបអង្កេតទៅគេឃើញគេចេញសេចក្តីរាយការណ៍មួយប្រាប់ថាលោកលីគួងណាដែលជាអង្គញាហ្នឹងគឺមានដូចថាគ្រប់គ្រងសន្តាគារឬក៏បនលបែងអីអញ្ចឹងហើយមានអំពើឆោបបោកមានការធ្វើទរណកម្មមនុស្សជួញដូរមនុស្សអីអញ្ចឹងលោកលីគួងក៏គាត់ប្រកែកកាលពីឆ្នាំ2023ថាគាត់អត់មានតាក់ទងនឹងរឿងរស៊ីនឹងទេគាត់ថាគាត់នឹងជួលកន្លែងឲ្យគេអីអញ្ចឹងទៅហើយដល់ពេលលោកឡុងឌីម៉ង់ហ្នឹងក៏គាត់លើកឡើងថាការពារលោកលីគួងនឹងដែរថារកស៊ីនឹងគឺជាសុចរិតអីណាមិនមានការឆោបបោកអីដោយការលើកឡើងអីចឹងអានឹងតាំងពីឆ្នាំ2023នៅពេលដែលអត់ទាន់បែករឿងចិនស៊ីស្អីក៏គេការពារបានតែអាជ្ញាធរថាអត់គឺអត់ដែរបាទឥឡូវលើគោកនៅពេលដែលគេចាប់លោកលីគួងយកទៅឃុំខ្លួនអ្នកអង្គញានេះគឺមានងារជាអ្នកអង្គញាណាបងប្អូនគឺបានព្រះមហាក្សត្រឡាយពហោះលេខាតែងតាំងពីអង្គញាមកជាអ្នកអង្គញានៅឆ្នាំ2023ហ្នឹងដែរហើយឆ្នាំ2023ហ្នឹងនៅពេលដែលលោកលីគួងបានងារជាអ្នកអង្គញាហ្នឹងគឺវាគួរឲ្យភ្ញាក់ផ្អើលមែនតើគឺនៅពេលដែល BBC រកឃើញថាលោកណែលីគួងហ្នឹងមានជាប់ពាក់ព័ន្ធនឹងការឆោបបោកអនឡាញហ្នឹងគឺគ្រាន់តែBBC ចេញមកវាគួរតែមានការស៊ើបអង្កេតដកឋានៈត្រឹមអង្គញានឹងចេញពីលោកលីគួងហើយអីចឹងដើម្បីសម្អាតខ្លួនគាត់អត់បានប្ររាជក្រឹត្យពីព្រះមហាក្សត្រតែងតាំងឲ្យឡើងទៅជាអ្នកអង្គញាមកកម្រិតកាន់តែខ្ពស់ទៀតនេះហើយកម្ពុជាយើងមិនទៅឈឺក្បាលអីរឿងការតែងតាំងឬបរមងារឬងារអីហ្នឹងទេព្រោះអាហ្នឹងតែយើងធម្មតាអង្គញាតែជួយលុយរដ្ឋាភិបាលបង់ប្រាក់អីតែកន្លះលានដុល្លារហ្នឹងបានជាអង្គញាហើយអ្នកអង្គញាហ្នឹងយើងមិនដឹងប្រមាណទៀតទេគ្រាន់តែអង្គញាហ្នឹងកន្លះលានហើយ
บองประจำជាហៅថាប្រាក់ដើម្បីបានទូនីតិហ្នឹងណាប៉ុន្តែគាត់បានលុយអីក៏សន្ធឹកម្លេះដើម្បីបង់ហ្នឹងតែយើងយ៉ាងម៉េចយើងមិនដឹងថាអំពើរស៊ីរបស់គាត់សុចរិតឬទុច្ចរិតយើងមិនដឹងទេព្រោះតុលាការអត់ទាន់បានរកឃើញតែគាត់មានពិរុទ្ធនៅឡើយទេគ្រាន់តែទើបតែចោទប្រកាន់គាត់ទេដូច្នេះគាត់មានទីតាំងបនលបែងឬក៏អីហ្នឹងដែលគេសង្ស័យហ្នឹងដែលមានឈ្មោះនៅក្នុងដីកាហ្នឹងហើយក៏គាត់ធ្លាប់មានដានអញ្ចឹងប៉ុន្តែរឿងនេះដូចខ្ញុំជម្រាបអញ្ចឹងរឿងនេះអ្នកស្រាវជ្រាវឯកសារពីឯករាជ្យអីឬអីគេរកឃើញយ៉ាងម៉េចក៏អត់ដែលបានផលអីដែរទើបតែមកចៃដន្យអីនៅក្នុងឆ្នាំ2025 26នេះនៅពេលដែលយើងមានចំនួនជាមួយថៃយើងពេលមានចាប់លោកចិនស៊ីមានអាមេរិកនិយាយទៅបើគុំបានពិភពលោកនឹងជួយអារឿងអស់នេះវានៅអញ្ចឹងហើយដល់ពេលចាប់លោកលីគួងដាក់ទៅឃុំខ្លួនដើម្បីជំនុំជម្រះចោតប្រកាន់ពីបទឆបោកនិងបទល្មើសមកកណកដឹកទៀតច្រើនណាស់តាក់តងនឹងរឿងស្អីខ្ញុំអានមិនអស់ហើយគ្រាន់តែថាដឹងតែអ្នកអង្គញាលីគួងត្រូវបានគេឃុំខ្លួនហើយជាសញ្ញាណមួយដើម្បីបញ្ជាក់ថារដ្ឋាភិបាលកម្ពុជាគេអត់នៅពង្ើយកន្តើយទេមិនចឹងគេចាត់ការខ្ញុំសូមកោតសរសើរថារដ្ឋាភិបាលកម្ពុជាពិតជាធ្វើមែនយើងឃើញធ្វើហើយដល់ធ្វើនឹងប្រសាច់ទៅកន្លែងនេះដូចថាឆ្មក់កន្លែងនេះកន្លែងនោះទៅគឺជនជាតិចិនជនជាតិវៀតណាមអីនាំគ្នារើវ៉ាលីពេញផ្លូវថាដូចបុណ្យកឋិនអញ្ចឹងទាំងខេត្តពោធិ៍សាត់ទាំងខេត្តបាត់ដំបងទាំងខេត្តស្វាយរៀងទាំងខេត្តកពតអាកន្លែងព្រែកចាក់ហើយតំបន់ព្រែកចាក់ហ្នឹងអាចនឹងពាក់ព័ន្ធនឹងលោកលីគួងនឹងដែរអារឿងតំបន់បនកាស៊ីណូហ្នឹងគាត់ថាពីមុនវាអត់បែកមេកមីហ្នឹងដល់ឥឡូវបែកសបុកហ្នឹងទៅដោយសារតែរដ្ឋាភិបាលអត់ជំរឿសដែរស្អំចិត្តប្រជាពលរដ្ឋថាខ្លួនកំពុងចាត់ការហើយឃើញចាត់ការនៅពេលដែលអញញ៉ៃអញ្ចឹងឃើញលើឆាកអន្តរជាតិហ្នឹងគេមិនមែនមើលមកថាយើងចាត់ការតាមនីតិវិធីទេវាមើលទៅគឺយើងធ្វើឲ្យប៉ុន្តែវាហាក់បីដូចជាបញ្ញល់អីអញ្ចឹងទៅធ្វើដើម្បីស្អំចិត្តសហគមន៍ពិភពលោកឬក៏ប្រជាពលរដ្ឋដែលត្រីធំហ្នឹងគឺអត់ដែលចាប់បានសោះឃើញតែកភ្លៀងចង្វាកពឹសប៉ុន្តែឥឡូវលើមានលោកលីគួងម្ដងនេះបងប្អូនគ្រាន់តែជាការចោទប្រកាន់ទេលោកលីគួងមិនមែនជាអក្រិតជនទេគាត់គ្រាន់តែជាជនជាប់ចោទដោយតាមការសង្ស័យនៅក្នុងការស៊ើបអង្កេតទេដូច្នេះម៉ោងនេះគឺគាត់នៅតែអត់ទាន់មានពិរុទ្ធអីទាំងអស់អញ្ចឹងមិនហៅគាត់ថាជាអក្រិតជនបានទេបើយើងនិយាយពីនីតិវិធីគឺគាត់នៅក្នុងដំណាក់កាលស៊ើបអង្កេតបើតុលាការសម្រេចកាត់ទោសគាត់ហើយអានឹងបានគាត់ខ្លាយជាអក្រិតជនហើយតតែខ្លាយជាអក្រិតជនហ្នឹងតតែប្រព័ន្ធតុលាការយើងហ្នឹងមានតម្លាភាពឯករាជ្យត្រឹមត្រូវទៀតបើអត់ទេគាត់នៅតែមិនអាចហៅគាត់ថាជាអក្រិតជនដែរព្រោះអត់ទាន់មានយុត្តិធម៌ត្រឹមត្រូវតែយ៉ាងណាបងប្អូនយើងឃើញការដោះស្រាយនេះគឺឃើញរដ្ឋាភិបាលខំដែរប៉ុន្តែខំរបៀបដូចថាបង្ខំណាដល់អញ្ចឹងទៅឃើញអញញ៉ៃពេញទឹកពេញដីនឹងមនុស្សរត់ចោឆ្លេចាឆ្លាកណ្ដាលអាត្រៀតក៏មានបលឹមឡើងបើកភ្នែកមិនតាន់ក៏មានទាំងវងទាំងវាយអញ្ចឹងដូចថារកម្មភ្នែកមែនតើខ្ញុំជឿថារដ្ឋាភិបាលធ្វើឲ្យខ្ញុំសាទរក៏ប៉ុន្តែការដែលធ្វើនេះគឺវាហាក់បីដូចជាឲ្យផ្អើលបងប្អូនឲ្យគេមើលទៅឃើញថាយើងនឹងគឺសម្រុកធ្វើប៉ុន្តែការធ្វើដូច្នេះអត់សូវបានប្រយោជន៍ទេគេហៅថាវាយស្មៅបង្អើលពោះវាយស្មៅបង្អើលពោះហ្នឹងគឺដូចយើងវាយបើយើងថាវាយបង្អើលត្រីឲ្យចូលលបអត់អីទេប៉ុន្តែយើងអត់បានត្រៀមលបទេវាយឲ្យផ្អើលត្រីឲ្យអស់ទៅអត់បានជាប់មងយើងផងហ្នឹងអាហ្នឹងក៏ថាពិបាកដែរតែយ៉ាងណាយើងចាំមើលតទៅទៀតបងប្អូនយើងទាំងអស់គ្នាជាសាក្សីរស់ហើយចាំមើលតើចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជានេះគឺប្រកបដោយភាពស្មោះត្រង់ផ្លោះសហើយមន្ត្រីទាំងអស់ដែលមាននៅក្នុងបញ្ជីខ្មៅរបស់អាមេរិកនេះដែលមានមន្ត្រីរដ្ឋាភិបាលដោយទាំងលោកសសុខាលោកណេតសវឿនលោកហ៊ុនតូលោកលីយ៉ុងផាត់ឬក៏លោកអីផ្សេងទៀតមានកុកអានអីហ្នឹងចាំមើលយ៉ាងម៉េចទៅវិញមកចេញលោកលីគួងឯណាទៅវិញលោកលីយ៉ុងផាត់មនុស្សគ្រប់គ្នាគិតថាអ្នកដែលចូលក្នុងបញ្ជីចាប់ខ្លួនក្រោយលោកចិនស៊ីគួរតែលោកលីយ៉ុងផាត់ឬក៏លោកកុកអានឥឡូវតែចេញលោកលីគួងឯណានោះទៅវិញតែមិនអីទេបងប្អូនចាប់សិនទៅហើយចាំគិតទៀតប៉ុន្តែសូមរកនីតិវិធីដោះស្រាយឲ្យមានយុត្តិធម៌ទាំងអស់គ្នាមិនចំពោះថាលោកណាទេដើម្បីឲ្យអស់ចិត្តព្រោះម៉ោងនេះម៉ោងលំបាកឲ្យក្រុមគ្រួសារច្បាស់ជាភ័យរត់ខ្វែងដៃខ្វែងជើងមិនដឹងថាតើត្រូវខ្សែណាខ្នងណាឥឡូវខ្នងណាក៏ត្រូវប្រលះសិនដែរអាចពិបាកបន្តិចហើយព្រោះគេដោះស្រាយបញ្ហាគឺបានន័យថាទៅសិនណាអានេះគេហៅថាកង់កំពុងអវលជក់ចូលដាច់ចូលជើងប៉ះជើងដាច់ជើងប៉ះដៃដាច់ដៃឯក្នុងរយៈពេលនេះព្រោះរដ្ឋាភិបាលកម្ពុជាអត់មានជំរឿសទេគឺខ្ញុំចង់និយាយថាជំរឿសនេះគឺផ្លូវតល់ច្រកឲ្យអញ្ចឹងត្រូវកាត់សាច់កាត់អីខ្លះអានេះតែយើងគាត់ធ្វើបានប៉ុណ្ណាយើងជួយសាទរគាត់បន្តទៅទៀត
បាទឥឡូវនេះគឺបន្ទាប់ទៅទៀតគឺព័ត៌មានតាក់ទងនឹងរឿងឥឡូវខ្ញុំផ្អាករឿងថៃបន្តិចប៉ុន្តែថៃហ្នឹងគឺគាត់នៅមិនទាន់អស់រឿងដែរព្រោះប្រហែលថ្ងៃនេះគាត់ឡំប៉ាច្រើនតាក់ទងនឹងរឿងអាមេរិកធ្វើទុកបុកម្នេញគាត់អីចឹងប៉ុន្តែមុននឹងចូលដល់អាមេរិកធ្វើទុកបុកម្នេញគាត់រឿងវីសានេះខ្ញុំចង់និយាយអំពីអ្នកឃ្លាំមើលសង្គមស្វាគមន៍រដ្ឋសភាកម្ពុជាដែលអនុម័តសេចក្តីព្រាងច្បាប់យល់ព្រមផ្ដល់សច្ចាប័នលើច្បាប់សមុទ្រឬក៏ UNCLOS ឆ្នាំ1982ខ្ញុំមែនតើក៏សាទរកម្ពុជាដែរដោយស្មោះត្រង់ព្រោះយើងត្រូវការច្បាប់សមុទ្រដើម្បីការពារដែនសមុទ្ររបស់យើងធ្លាប់មានកម្ពុជាធ្លាប់ចុះហត្ថលេខាទៅលើច្បាប់នីតិវិធីសមុទ្រនេះតាំងពីឆ្នាំ1983មកម្ល៉េះប៉ុន្តែអត់ដែលធ្វើសច្ចាប័នទេបានន័យថាម៉េចបងប្អូនអត់ធ្វើសច្ចាប័នយើងមានច្បាប់ហ្នឹងយើងចុះហត្ថលេខាថាព្រមទទួលស្គាល់ថាកម្ពុជាក៏ជាសមាជិកដែរប៉ុន្តែយើងអត់ចុះហត្ថលេខាមួយទៀតដើម្បីប្រាប់ថាកម្ពុជាព្រមគោរពតាមយើងទទួលស្គាល់ថាច្បាប់ហ្នឹងល្អហើយអាហ្នឹងបើតាមអ្វីដែលកម្ពុជាធ្វើពីឆ្នាំ1983គឺយើងចុះហត្ថលេខាទៅលើច្បាប់នីតិវិធីសមុទ្រ UNCLOS ហ្នឹងមែនហើយក៏ប៉ុន្តែយើងអត់ដែលធ្វើបច្ចាប័នអត់ចុះហត្ថលេខាដើម្បីឲ្យវាคล้ายទៅជាលិខិតតុបករផ្នែកច្បាប់ដើម្បីយកមកប្រើប្រាស់ក្នុងឆាកអន្តរជាតិពេលមានចំនួនដែនសមុទ្រជាមួយវៀតណាមឬក៏ជាមួយថៃអីទេគឺ42ឆ្នាំហើយ4ទសវត្សរ៍ជាងហើយតែយើងអត់ដែលបានធ្វើបច្ចាសច្ចាប័នហ្នឹងសំទោសបច្ចាប័នគឺរឿងផ្ទេរអ្នកទោសផ្សេងទៀតទេសច្ចាប័នគឺចុះហត្ថលេខាយល់ព្រមឲ្យคล้ายទៅជាលិខិតតុបករច្បាប់នៅក្នុងប្រព័ន្ធច្បាប់កម្ពុជាដើម្បីពេលមានការអីយកមកប្រើពីមុនអត់ដែលធ្វើអញ្ចឹងបានន័យថាវាមានតែនៅក្នុងក្រដាស់តែយើងអាចយកមកអនុវត្តវាអីបានដើម្បីទប់ជាមួយថៃជាពិសេសរឿងកោះកុដហើយរឿងនេះគឺជារឿងល្អខ្ញុំកោតសរសើររដ្ឋាភិបាលកម្ពុជារដ្ឋសភាដែរដែលថាទុំចូលយូរពេកដូច្នេះរដ្ឋសភាគ្មានជំរើសអីធ្វើអាហ្នឹងទៅដើម្បីស្អំចិត្តប្រជាពលរដ្ឋដែរថាខំដែរកុំឲ្យថាបរាជ័យជាមួយថៃរឿងទឹកដីព្រំដែនគោកឥឡូវកម្ពុជាក៏ខំប្រឹងពង្លឿនអាការដែលអនុម័តសេចក្តីព្រាងច្បាប់អំពីការយល់ព្រមប្រើនីតិសមុទ្រឬក៏ UNCLOS នេះចូលនៅក្នុងប្រព័ន្ធច្បាប់ខ្មែរអញ្ចឹងទៅប៉ុន្តែបងប្អូនសភារដ្ឋសភាអនុម័តព្រមឲ្យបញ្ចូលខ្លឹមសារនីតិវិធីនីតិសមុទ្រនេះចូលមកប្រើប្រាស់ជាលិខិតតុបករអន្តរជាតិឬជាតិដើម្បីដោះស្រាយរឿងសមុទ្រមែនប៉ុន្តែយើងត្រូវការនីតិវិធីផ្សេងទៀតគឺត្រូវការទៅព្រឹទ្ធសភាត្រូវការព្រះមហាក្សត្រឡាយពហុលេខាទៀតដូច្នេះដំណាក់កាលនេះមិនដឹងថាលឿនប៉ុណ្ណាទៀតទេព្រោះជាទម្លាប់បើដកសញ្ជាតិវិញគេធ្វើតែប្រហែលម៉ោងនេះមួយថ្ងៃហ្នឹងគឺធ្វើឲ្យហើយដោយពិធីអាពាហ៍អញ្ចឹងពីព្រឹកដល់ល្ងាចចប់គឺរៀបការហើយផ្សំតនេកហ្មងអាហ្នឹងស្រួលហ្មងអារឿងដាក់ដកសញ្ជាតិពួកបពប្រឆាំងអញ្ចឹងណាប៉ុន្តែអារឿងនេះគឺ42ឆ្នាំហើយទើបតែអនុម័តនៅថ្ងៃនេះជាប្រវត្តិសាស្ត្រដែរប៉ុន្តែតើនឹងលឿនប៉ុណ្ណាតើព្រឹទ្ធសភានឹងអនុម័តលឿនប៉ុណ្ណាព្រះមហាក្សត្រឡាយពហុលេខាប៉ុណ្ណាយើងចាំតាមដានតទៅទៀតបាទតែយ៉ាងណាខ្ញុំក៏សាទរក៏សប្បាយចិត្តដែរព្រោះអីវាបានជាលិខិតតុបករមួយជួយព្រោះអីយើងកំពុងមានរឿងសមុទ្រនឹងជាមួយថៃសម្បើមណាបងប្អូនជាពិសេសតំបន់កោះកុដហើយរឿងដែលឈឺចាប់ចុងក្រោយគេបងប្អូនប្រហែលចាំហើយមិនចឹងណាកាលពីថ្ងៃទី6មករាថៃបានរឹបអូសទូកនេសាទខ្មែរពីតាហ៊ានជើងទឹកថៃចាប់ទូកនេសាទខ្មែរក្នុងដែនសមុទ្រកម្ពុជាបងប្អូនថៃគេចោទថាយើងឆ្លងចូលក្នុងដែនសមុទ្រថៃហើយទូកនេសាទនេះមានខ្មែរយើង4នាក់ដែលជាអ្នកនេសាទដែលចូលទៅគឺតបថៃដែលគេពងអាលបាតព្រោះគេពងអាព្រួយបារម្ភរឿងយើងជ្រៀតចូលអាចរំលោភដែនទឹកគេទៅទូកនេសាទទៅមានស្អីបាញ់នាវាចម្បាំងថៃបាននោះអញ្ចឹងគេយកមកចាប់យើងពីថ្ងៃទី6មករាឥឡូវអូសទូកហ្នឹងយកទៅថៃយកទៅរឹបអូសទុកប៉ុន្តែនៅថ្ងៃទី11បានន័យថា6ថ្ងៃក្រោយមកគេបានព្រមព្រៀងដោះលែងអ្នកនេសាទខ្មែរនឹងមកវិញទុកតែទូកទេរឿងនេះគឺសំខាន់ប៉ុន្តែយើងឃើញហើយថ្ងៃ2ថ្ងៃ14 3ថ្ងៃក្រោយគេដោះលែងមកហ្នឹងគឺដោយសារគេមិនលែងទូកយើងគឺថាមិនអោយទូកមកវិញហ្នឹងឃើញខាងរដ្ឋក្រសួងការបរទេសកម្ពុជាសរសេរកំណត់ទូតទៅថៃដែរដើម្បីទាមទារទី1គឺឲ្យប្រឡែងទូកឬថាឲ្យបកគលទូកហ្នឹងមកកម្ពុជាវិញព្រោះទូកហ្នឹងគឺជាទូករបស់អ្នកនេសាទខ្មែរដែនទឹកហ្នឹងជាដែនទឹករបស់ខ្មែរ
ហើយប្រាប់ថៃថាឈប់រំលោភបំពានដែនទឹកយើងទៀតហើយបងប្អូនឃើញនៅប្រកាសប្រាប់ថៃថាសុំឲ្យឈប់រំលោភបំពានដែនទឹកកម្ពុជាទៀតឲ្យគេរំលោភបំពានឲ្យយើងអត់ប្តឹងអីអញ្ចឹងកំណត់ទូតហ្នឹងគឺគ្រាន់តែស្នើកុំឲ្យគេប្តឹងឥឡូវគេអត់ឲ្យទូកហ្នឹងឥឡូវកាសែតថៃក៏ចុះផ្សាយប្រងព្រាតដែរថាថៃពិតជាបានផ្ញើកំណត់ទូតទៅថៃឲ្យដោះស្រាយប៉ុន្តែអាcoordinate នៃចំណុចនៃដែលកន្លែងដែលថៃដែលកម្ពុជាដាក់មកមានចំណុចនៅប្រមាណដឺក្រេហ្នឹងយកទៅដាក់នៅក្នុង Google Map ហ្នឹងថៃគេយកទៅដាក់ក្នុង Google Map ហ្នឹងឃើញអាផែនទីហ្នឹងចេញមកថាទូកនេសាទខ្មែរហ្នឹងចូលទៅក្នុងដែនដីថៃទៅវិញណាគេថាអញ្ចឹងទៅយកអា Google Map ឯណាហ្នឹងគេប៉ុន្តែបងប្អូនបើយើងមើលអាទូកនេសាទខ្មែរដែលថៃរឹបអូសនេះណាគឺនៅម្ដុំកោះយ៉របស់ខ្មែរនៅម្ដុំព្រំដែនខេត្តកោះកុងហើយឆ្ងាយពីកោះគុតឡើងមកយោជយើងនៅឆ្ងាយចូលមកដល់ដីខ្មែរគេថាយើងបំពេញឈ្លានពានដែនអធិបតេយ្យរបស់ថៃចោះមានរឿងអីដែលយើងទៅទាមទារកោះគុតពីគេបាននោះសំបីតែទូកយើងនេសាទនៅក្នុងដីយើងជិតខេត្តកោះកុងណានៅម្ដុំកោះយ៉ណាឆ្ងាយពីកោះគុតនោះមហាសែនឆ្ងាយគេថាចូលដីគេទៀតទឹកដែនទឹកគេទៀតតើយើងមានដែនអធិបតេយ្យអីនៅក្នុងដែនទឹកបងប្អូនរឿងនេះគឺជារឿងមួយរកម្មចិត្តមែនតើហើយកម្ពុជាចេញកំណត់ទូតនេះណាគឺគ្រាន់តែដោះស្រាយបញ្ហាតែរឿងមួយអន្លើតូចហ្នឹងទេប៉ុន្តែរឿងធំមែនតើគឺការដែនអធិបតេយ្យនៃកោះគុតហើយថៃនៅពេលដែលអូសទូកនេសាទនេះបានថៃចង់ប្រាប់កម្ពុជាថាកុំមកតវ៉ារឿងកោះគុតកោះអីឲ្យសោះសូម្បីតែយើងនៅឆ្ងាយពីកោះគុតមួយយោជក៏ថៃមិនអនុគ្រោះឲ្យតែយើងបានសុខផងអានេះគឺជារឿងមួយដែលលំបាកតែយ៉ាងណាបងប្អូនយើងឃើញការដែលព្រមអនុម័តសេចក្តីព្រៀងច្បាប់ឲ្យដើម្បីព្រមយល់ព្រមអំពីនីតិសមុទ្រ UNCLOS ឆ្នាំ1982នេះក៏អាចជាលិខិតទុបករមួយសម្រាប់ខ្មែរយកទៅប្រើប្រាស់ដែរបើមានរឿងអីរឿងកោះគុតអាហ្នឹងយើងកោតសរសើររដ្ឋាភិបាលថាមានឆន្ទៈមួយក្នុងការមានរបស់ចម្ប្រើដែរវាយូរពេកក៏ដោយក៏ប៉ុន្តែយ៉ាងហោចណាស់អនុម័តអាហ្នឹងឲ្យលឿនហើយបើបានច្បាប់នឹងភ្លាមចេញជាធរមានភ្លាមសុំប្តឹងគេទាកោះគុតយើងវិញផងបើអត់ប្តឹងទេរឿងទៀតហើយបងប្អូនអារឿងដីគោកហ្នឹងវារ៉ាំរ៉ៃហើយឥឡូវរឿងដីទឹកហ្នឹងគឺជាឱកាសល្អដើម្បីទាកោះគុតយើងមកវិញផងអាហ្នឹងគឺជារឿងដែលកាលពីមុនយើងមិនដឹងទៅទាស្អីគេទេព្រោះយើងអត់មានច្បាប់សមុទ្រនឹងដែលយើងអនុវត្តរបស់អង្គការសហជីវជាតិបែបនេះឥឡូវមានហើយអញ្ចឹងយើងនឹងធ្វើឲ្យរឿងវែងឆ្ងាយទៀតដែរបងប្អូនអញ្ចឹងបានថៃប្រហែលជាដឹងជើងព្រួលថាខ្មែរកំពុងតែអនុម័តសេចក្តីព្រាងច្បាប់នេះក៏តែមិនដឹងបានជានាំទាមទារដែនអធិបតេយ្យដែនទឹករបស់ថៃនឹងឆ្ងាយជ្រៅចូលមកដល់ដែនទឹកខ្មែរហើយប្រាប់ថាហ្នឹងជាដែរហើយឥឡូវទូកហ្នឹងអត់ឲ្យទេបើខ្មែរទាទូកនេសាទថៃហ្នឹងមិនបានណាគឺខ្មែរបរាជ័យមួយធំទៀតសំទោសទូកនេសាទខ្មែរដែលថៃរឹបអូសបានគឺបរាជ័យនៅក្នុងការទាមទារតំបន់ដែនទឹកហ្នឹងព្រោះថៃគេបានទទួលស្គាល់ថាហ្នឹងជាដីដែនទឹកគេព្រោះយើងទាអត់បានអញ្ចឹងបើទាអត់បានគឺជំរើសមានតែមួយគត់គឺកម្ពុជាត្រូវដាក់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិដើម្បីឲ្យថៃដោះស្រាយហើយបើអត់ដោះស្រាយរឿងហ្នឹងទូកហ្នឹងវាមិនប្រមាណលុយទេប៉ុន្តែជាមុខមាត់ជាដែនអធិបតេយ្យធំហើយយើងមិនប្តឹងថៃឲ្យដោះស្រាយសុំទោសឬអីតាក់ទងនឹងការចាប់បទថាដោះលែងមកក៏ដោយហើយមិនព្រមសុំទោសនៅក្នុងការរំលោភបំពានដែនទឹកខ្មែរក៏យើងចាញ់ប្រៀបថៃទៀតលិខិតកំណត់ទូតដើម្បីមានគេប្រាប់ឈប់ឲ្យបំពានដែនអធិបតេយ្យរបស់កម្ពុជាជាការល្អហើយប៉ុន្តែយើងត្រូវប្តឹងថៃឲ្យទទួលខុសត្រូវចំពោះការឈ្លានពានមិនមែនឈ្លានពានចូលមកឲ្យទៅរួចខ្លួនទេបងប្អូនអ្នកណាក៏ដោយចូលមកក្នុងផ្ទះយើងដោយខុសច្បាប់ហើយជាប់នៅក្នុងកាមេរ៉ាហើយដើរចេញទៅវិញយើងថារួចខ្លួនអត់ទេយើងត្រូវប្តឹងព្រោះអីយើងបានចូលបំពេញដែនអធិបតេយ្យមកជំហានក៏ដោយមកការ៉េការ៉ាអីក្បែរផ្ទះខ្ញុំណែចង់លួចអីប្រកាសយ៉ាងហោចណាស់ក៏យើងការពារផ្ទះយើងកុំឲ្យចោលមើងងាយដែរតែយើងអត់ការពារបែបនេះគឺចោលមើងងាយយើងហើយដូច្នេះអាហ្នឹងគឺរឿងនេះគឺយើងចាំតាមដានតទៅទៀតបងប្អូនឥឡូវយើងឃើញបាទឥឡូវព័ត៌មានតាក់ទងនឹងរឿងថៃដដែលនេះគឺគាត់ឡំប៉ាមួយរឿងវីសាអាមេរិកដែលដាក់ហាមឃាត់មិនឲ្យជនជាតិថៃអាចទៅសុំ
នៅអាមេរិកបានឬក៏អាចទៅធ្វើការនៅអាមេរិកតាមរយៈ visa green card អីហ្នឹងអន្តោប្រវេសន៍ហ្នឹងគឺថៃគេមួម៉ៅគេថ្ងៃនេះក្រសួងការបរទេសថៃលោកតំណាងហ្នឹងគឺសីហស័កភួងកេតកៅដែលជារដ្ឋមន្ត្រីការបរទេសចាំផ្ទះហ្នឹងជួបជាមួយនឹងភារៈធារីរបស់ទូតអាមេរិកប្រចាំនៅប្រទេសថៃមកទូលពិតឡំប៉ាប្រាប់ថាហេតុអីបានដាក់ថៃក្នុងបញ្ជី75ប្រទេសដែលថៃមានទៅដើមគេអីពីអាមេរិកអីណាថៃខំប្រឹងបើក restaurant រឿងនេះវានៅតែក្តៅកគុកដែរបងប្អូនរឿងចិនស៊ីនេះគឺបងប្អូនដឹងហើយថាគេបានចាប់បញ្ជូនទៅចិនបាត់ទៅហើយក្រោយកម្ពុជាដកសញ្ជាតិកម្ពុជាពីលោកចិនស៊ីកាលពីខែធ្នូការដកសញ្ជាតិនឹងនីតិវិធីដកសញ្ជាតិការស៊ើបអង្កេតអីលម្អិតយ៉ាងម៉េចក្រសួងការបរទេសឬក៏កម្ពុជាមិនបានបញ្ជាក់ទេគ្រាន់តែថាបានដកសញ្ជាតិគឺដកសញ្ជាតិថ្ងៃ6សំទោសចាប់ខ្លួនលោកចិនស៊ីថ្ងៃ6បញ្ជូនទៅឲ្យចំថ្ងៃ7មករាដែលជាទិវាជ័យជំនះដែលកម្ពុជាអះអាងថាជាថ្ងៃរស់រានជីវិតលើកទី2ឯណានោះគឺគេដាក់ឲ្យចំថ្ងៃហ្នឹងប៉ុន្តែយ៉ាងណាថ្ងៃនេះគឺលោកម្សិលមិញគឺលោកប្រាក់សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាប្រាប់សារព័ត៌មាន Reuters អន្តរជាតិថាអញ្ចេះហើយរឿងនេះគឺវាប្លែកទៀតហើយគាត់ប្រាប់ថាលោក Gen Z នេះបានសញ្ជាតិខ្មែរដោយខុសច្បាប់ទេមានន័យថាយ៉ាងម៉េចបងប្អូនលោក Gen Z ជាអ្នកអុកញ៉ាទទួលបានការផ្ដល់បរមងារពីព្រះមហាក្សត្រប្រទានបរមងារហ្នឹងគឺបានន័យថាផ្ដល់បរមងារឲ្យលោក Gen Z ជាអ្នកអុកញ៉ាជាទីប្រឹក្សារបស់ថ្នាក់ដឹកនាំស្ទើរតែគ្រប់គ្នាកម្ពុជាហ្នឹងហើយបានសញ្ជាតិខ្មែរតាំងពីយូរហើយតាំងពីឆ្នាំដូចជា2013ម្ដងឯងខ្ញុំសុំទោសហើយព័ត៌មានវាច្រើនពេកតែម្ដងពេលហ្នឹងព្រោះអីក្រោយមកហ្នឹងគឺក៏និយាយទៅគឺបានសញ្ជាតិហ្នឹងយូរឆ្នាំហើយប៉ុន្តែនៅពេលដែលមានរឿងរ៉ាវចាប់បញ្ជូនគាត់ឲ្យប្រជាពលរដ្ឋចោទសួរថាហេតុអីបានជាដកសញ្ជាតិខ្មែរពីគាត់ព្រោះគាត់មានខ្សែសញ្ជាតិខ្មែរគាត់លះបង់សញ្ជាតិចិនទៅហើយគាត់ខុសអីឲ្យប្រកាសបានជាដកសញ្ជាតិគាត់ហ្នឹងព្រោះអីការដកសញ្ជាតិមនុស្សម្នាក់គឺត្រូវតែប្រព្រឹត្តតាមប្រព័ន្ធតុលាការដោយសារគាត់ប្រព្រឹត្តទោសអីក្បត់ជាតិអីអញ្ចឹងទៅឧទាហរណ៍មិនស្រួលទេណាការដកសញ្ជាតិនេះគឺជារឿងមួយដែលត្រូវការនីតិវិធីស្មុគស្មាញណាស់បើអញ្ចឹងគេដកដូចស្ពៃអញ្ចឹងងាប់ហើយប៉ុន្តែលោកប្រាក់សុខុនគាត់លើកឡើងថាការដកសញ្ជាតិលោកចិនស៊ីគឺមកពីគេរកឃើញថាលោកចិនស៊ីបានសញ្ជាតិខ្មែរដោយខុសច្បាប់មានន័យថាការដែលផ្ដល់សញ្ជាតិឲ្យលោកចិនស៊ីនិងអ្នកដទៃទៀតហ្នឹងមិនដឹងជាស្មុគស្មាញប៉ុណ្ណាខ្ញុំជឿថាលោកប្រាក់សុខុនអាចយកលេសប្រើប្រាប់សារព័ត៌មានអន្តរជាតិអំពីនីតិវិធីថាហេតុអីបានជាគេដកសញ្ជាតិលោកចិនស៊ីបើអត់ទាន់ឃើញប្រព្រឹត្តបទល្មើសអីខុសជាក់លាក់អីណាមួយផងបានន័យថាកម្ពុជារកឃើញថាលោកចិនស៊ីហ្នឹងប្រព្រឹត្តអូក្រិតហើយឬយ៉ាងម៉េចបានជាដកសញ្ជាតិព្រោះអត់មានឃើញតឡាការកាត់ទោសគាត់អីសោះហើយដល់ពេលហើយស្រាប់តែដកសញ្ជាតិចឹងគាត់បកស្រាយយ៉ាងងាយគឺគាត់ថាអាសញ្ជាតិនឹងបានដោយខុសច្បាប់ចឹងដកទៅវិញក៏បានដែរចឹងគឺដកសញ្ជាតិលោកចិនស៊ីក្នុងន័យថាលោកចិនស៊ីបានសញ្ជាតិនេះដោយខុសច្បាប់តែប៉ុណ្្នឹងឯងបើតាមការបកស្រាយរបស់លោកប្រាក់សុខុនវាជាការបកស្រាយងាយនឹងយល់ងាយនឹងស្ដាប់បានមែនដើម្បីជួយដោះបន្ទុករដ្ឋាភិបាលកុំឲ្យវែងឆ្ងាយគឺថាតែខុសច្បាប់ទៅចប់ហើយបើបានដោយខុសច្បាប់ដកវិញក៏មិនចាំបាច់វែងឆ្ងាយអីដែរព្រោះវាបានដោយខុសច្បាប់ប៉ុន្តែអារឿងដែលគាត់ចាប់ផ្ដើមចងនេះមកនោះគឺថាចំណងហ្នឹងគឺចងសម្រាប់មកទៀតហើយចុះបើខុសច្បាប់អ្នកណាប្រគល់សញ្ជាតិដោយខុសច្បាប់ទៅលោកចិនស៊ីហើយបើលោកចិនស៊ីបានសញ្ជាតិនេះដោយខុសច្បាប់ចុះប្រជាពលរដ្ឋបរទេសមកកណោក៏ដឹកដែលបានសញ្ជាតិកម្ពុជាតើនឹងមានការស៊ើបអង្កេតស៊ីជម្រៅយ៉ាងណាឲ្យដឹងអំពីប្រព័ន្ធអំពើពុករលួយនិងភាពមិនត្រឹមត្រូវអញ្ចឹងលោកប្រាក់សុខុនបង្ហាញអំពីកំបិតមុខពីរដែរកំបិតចិត្តដងឯងដែរឲ្យរួចខ្លួនថាហេតុអីបានបញ្ជូនលោកចិនស៊ីទៅចិនបើគាត់មានសញ្ជាតិខ្មែរគឺគាត់ថាបានសញ្ជាតិដោយខុសច្បាប់អ្វីដែលលោកប្រាក់សុខុនលើកឡើងមួយទៀតដើម្បីដោះសារនោះគឺថាមកពីលោកចិនស៊ីជាប្រជាពលរដ្ឋចិនទៀតអញ្ចឹងបានត្រូវបញ្ជូនទៅចិនអញ្ចឹងកម្ពុជាដោះសារយករួចខ្លួនចំណុច2ប៉ុន្តែអ្វីដែលលោកប្រាក់សុខុនលើកឡើងហ្នឹងគឺអ្នកណាក៏ដឹងដែរថាលោកចិនស៊ីបានលះបង់សញ្ជាតិចិនគាត់យូរហើយនៅពេលដែលចូលបានសញ្ជាតិខ្មែរគាត់លះបង់សញ្ជាតិចិនអញ្ចឹងអត់មានសញ្ជាតិចិនអីទៀតទេ
គាត់មានសញ្ជាតិអង់គ្លេសគាត់ទិញពីអង់គ្លេសអីចឹងដែរនឹងកោះណាមួយទៀតហេតុអីក៏មិនទុកគាត់កាត់ទោសនៅស្រុកខ្មែរនៅពេលដែលគាត់បាត់សញ្ជាតិចិនបាត់ទៅហើយតែលោកប្រាក់សុខុនបកស្រាយថាអត់ទេគាត់នឹងមានជាជនជាតិចិនគាត់និយាយចឹងចឹងវានឹងពំតំណោតទៅនឹងអ្វីដែលលោកចិនស៊ីប្រកាសលាលែងសញ្ជាតិបានន័យថាម៉េចអត់ទាន់បានលាលែងសញ្ជាតិចិនទេអញ្ចឹងរឿងហ្នឹងវាស្មុគស្មាញអញ្ចឹងកាលតែគាត់អត់មានអាលាលែងសញ្ជាតិចិនហ្នឹងយើងថាចោះអត់លាលែងសញ្ជាតិចិនអាម៉េចនៅពេលដែលគាត់អត់មានសញ្ជាតិចិនហ្នឹងឯងដែលកាលពីឆ្នាំ2019អាជ្ញាធរចិនស៊ើបអង្កេតទាមទារឲ្យយើងបញ្ជូនលោកចិនស៊ីទៅចិនដើម្បីយកទៅកាត់ទោសកម្ពុជាប្រកែកអត់ឲ្យទៅទេអាចនឹងហេតុផលថាគាត់ជាជនជាតិខ្មែរហើយនៅពេលនោះអាហ្នឹងបើតាមអ្នកកាសែតចិនហួងយ៉ាន់ដែលគាត់រាយការណ៍រៀបរាប់ពីរឿងដែលថាចិនទាមទារឲ្យបញ្ជូនប៉ុន្តែលោកហ៊ុនសែនអត់បញ្ជូនចិនស៊ីកាលពីឆ្នាំ2019រឿងនេះចង់បានថាវាស្មុគស្មាញណាស់រដ្ឋាភិបាលនៅពេលដែលប្រាប់ថាបានសញ្ជាតិដោយខុសច្បាប់គឺយើងកំពុងប្រាប់ថាប្រព័ន្ធផ្ដល់សញ្ជាតិរបស់យើងនៃក្រសួងការបរទេសយើងហ្នឹងគឺមានមន្ទិលដូច្នេះនេះជាវិញ្ញាសាមួយទៀតសម្រាប់ក្រសួងការបរទេសសម្រាប់លោកប្រាក់សុខុនខ្លួនលោកក្នុងការស្រាយមកកញ្ចប់ទៀតថាតើនឹងស៊ើបអង្កេតមន្ត្រីណាដែលផ្ដល់សញ្ជាតិខុសច្បាប់ឲ្យលោកចិនស៊ីរឿងវាវល់យូរតែចែកតែរឿងហ្នឹងចុះឥឡូវទ្រព្យសម្បត្តិរបស់លោកចិនស៊ីនៅកម្ពុជាដោះស្រាយយ៉ាងដូចម្ដេចនៅអាមេរិកគេប្រកបជាង$15,000 លានជារូបិយវត្ថុ Bitcoins ចុះនៅកម្ពុជាអាចលនៈទ្រព្យដីធ្លីពេញស្រុកខ្មែរក្រុមហ៊ុនសហគ្រាសដែលគាត់ក៏ក្រើកដែលលុយរាប់ពាន់លាន$តាកម្ពុជាអនុវត្តយ៉ាងដូចម្ដេចអនុវត្តរឹបអូសទ្រព្យសម្បត្តិរបស់លោកចិនស៊ីដើម្បីយកទៅជាដោះស្រាយយ៉ាងម៉េចបើលោកចិនស៊ីអត់ទាន់មានទោសដោយប្រព័ន្ធតុលាការកម្ពុជាផងហ្នឹងតើយើងធ្វើយ៉ាងម៉េចដូច្នេះរឿងនេះគឺជារឿងឲ្យរួចខ្លួនហើយទន្សាយក៏រួចត្រីរ៉ក់ក៏រួចទៀតរួចត្រង់ថាម៉េចចិនស៊ីទៅដល់ចិនកាត់ទោសអីយ៉ាងម៉េចទៅដែនអធិបតេយ្យរបស់ចិនមកដល់កម្ពុជាបាត់សញ្ជាតិខ្មែរបាត់ទៅហើយអញ្ចឹងអ្វីដែលជាក្រុមហ៊ុនរបស់គាត់អាចគាត់ផ្ទេរទៅឲ្យនរណាមួយផ្ដាច់មុខទៅគឺអស់មានអីទទួលខុសត្រូវអាទ្រព្យដែលបានមកពីអំពើឆបោកលក្ខណៈគឺនឹងនៅជាទ្រព្យរបស់ក្រុមហ៊ុននេះនឹងបាក់ពួកក្រុមគាត់ដូចសឡកពឹសទៀតរដ្ឋដែលខាតប្រជាពលរដ្ឋខ្មែរដែលខាតបាក់មុខលើឆាកអន្តរជាតិអត់បានអីសោះតើយើងគួរធ្វើយ៉ាងដូចម្ដេចខ្ញុំថារឿងនេះគឺជារឿងមួយដែលវែងឆ្ងាយណាស់កម្ពុជាជួនកាលគិតថាដោះស្រាយមកកលៈស្រួលរួចខ្លួនណាប៉ុន្តែអារបៀបដោះស្រាយតាមនយោបាយស្រុកខ្មែរដោយការរំលាយគណៈបកប្រឆាំងឲ្យបង្កើតច្បាប់នេះបង្កើតច្បាប់នោះដើម្បីបង្ក្រាបបកនេះឲ្យដាច់ខ្ទេចខ្ទីយើងអាចធ្វើបាននៅក្នុងក្របខ័ណ្ឌជាតិណាប៉ុន្តែនៅក្នុងក្របខ័ណ្ឌអន្តរជាតិមិនស្រួលអញ្ចឹងទេព្រោះអីអ្នកណាក៏មើលឃើញអំពីបញ្ហាដែរនិយាយពីទ្រព្យរបស់លោកចិនស៊ីនេះយើងទៅបង្កក់ទ្រព្យសម្បត្តិគេយ៉ាងដូចម្ដេចបើអត់មានតុលាការកម្ពុជាកាត់ទោសគាត់ពីបទល្មើសអីផងហ្នឹងយើងតើតែយើងកាត់ទោសគេពីបទល្មើសអីសិនបានយើងអាចបង្កក់ទ្រព្យគេនឹងបាននៅក្នុងយុត្តាធិការដែនសមត្ថកិច្ចកម្ពុជាបើយើងអត់មានទោសអីទៅយកទ្រព្យគេមករឹបអូសយើងខុសច្បាប់ទៀតហើយយើងទៅប្លន់ទ្រព្យគេទៀតហើយទោះទ្រព្យនឹងបានខុសច្បាប់មិនខុសច្បាប់ក៏ដោយលោកវ៉ាន់ចាន់ឡូតដែលជាអ្នកដែលសិក្សាស្រាវជ្រាវផ្នែកច្បាប់មួយរូបហ្នឹងគាត់ទៅសេលើ Facebook អញ្ចេះគាត់ថាបងប្អូនដែលចាញ់បោកសំទោសខ្ញុំនិយាយខុសឬខ្ញុំដកស្រង់លោកចាន់ឡូតតាក់ទងនឹងរឿងលោកលេងនវត្រាខ្ញុំនិយាយពីលោកម៉ែនណាតទៅនិយាយទៅដកឯកសាររបស់លោកវ៉ាន់ចាន់ឡូតទៅវិញលោកម៉ែនណាតលោកនិយាយអំពីប្រសាសន៍របស់លោកដែលលោកចង់និយាយឲ្យយោបល់តាក់ទងនឹងរឿងលោកចិនស៊ីនេះបាទហើយសូមអធិស្ឋានលោកម៉ែនណាតនិយាយអញ្ចេះថារដ្ឋាភិបាលក៏ត្រូវតែពិចារណានៅក្នុងការរឹបអូសទ្រព្យសម្បត្តិលោកចិនស៊ីដែលមាននៅកម្ពុជាដោយមួយផ្នែកទូទាត់សំណងអតិថិជនមួយផ្នែកបើកប្រាក់ឲ្យបុគ្គលិកនៅសេសសល់ត្រូវនឹងអ្វីដែលនៅសេសសល់គឺត្រូវដាក់ចូលជាទ្រព្យសម្បត្តិរដ្ឋលោកម៉ែនណាតថាអញ្ចឹងគ្រប់គម្រោងទាំងអស់របស់លោកចិនស៊ីដែលនៅក្រោមឈ្មោះចិនស៊ីផ្ទាល់ឬក៏ក្រោមឈ្មោះអ្នកណាក៏ដោយក៏ត្រូវបង្វិលចូលជាទ្រព្យសម្បត្តិរដ្ឋនឹងតាមផ្លូវច្បាប់រឹបអូសទ្រព្យសម្បត្តិរដ្ឋរឹបអូសជាទ្រព្យសម្បត្តិរដ្ឋព្រោះចិនស៊ីជាផ្នែកមួយដែរក៏គាត់មានសញ្ជាតិខ្មែរមានសញ្ជាតិខ្មែរចាត់ទុកថាជាខ្មែរប៉ុន្តែគេដកសញ្ជាតិបាត់ទៅហើយបាទយ៉ាងណានេះគឺជាប្រសាសន៍របស់លោក
ម៉ានណាតដែលលោកបានលើកឡើងដោយដកស្រង់តាក់ទងជាមួយនឹងក្រុមហ៊ុនជាច្រើនរបស់លោក Gen Z ដឹងដែលត្រូវបានគេផ្អាកគេអីអញ្ចឹងសពបែបយ៉ាងរឿងនេះគឺនៅវែងឆ្ងាយទៀតណាស់បងប្អូនខ្ញុំយើងនៅតាមដានតទៅទៀតគ្រាន់តែថាដូចខ្ញុំនិយាយចឹងសឡក៏ពឹសហើយការដែលដកសញ្ជាតិលោក Gen Z បញ្ជូនទៅចិនស្មានតែរួចខ្លួនឥឡូវយើងនៅអញ្ញាពេញទឹកពេញដីនៅប្រទេសកម្ពុជានេះហើយកម្ពុជាគ្មានធ្វើអីក្រៅតែពីបកស្រាយដោះសារឬក៏ការពារអីអញ្ចឹងទៀតហើយប្រជាពលរដ្ឋនឹងចេះតែស្នើអញ្ចឹងទៅអស់ពីរឿងលោក Gen Z ថាឥឡូវវារឿងលោកអុកញ៉ាលេងនវត្រាណាវិញថ្ងៃនេះប្រជាពលរដ្ឋឡើងមកតវ៉ាប្រហែលជា100នាក់នៅមុខក្រសួងដែនដីនគររូបនីយកម្មដើម្បីឲ្យដោះស្រាយរឿងឆោបបោកអាផ្ទះខ្យល់អាស្អីលាក់ហ្នឹងគឺរកម្មចិត្តណាបងប្អូនមិនមែនលើកទី1គាត់តវ៉ានោះក៏ច្រើនលើកច្រើនគ្រាតែអត់បានដំណោះស្រាយសោះហើយរឿងការតវ៉ានេះប្រហែលជាអាចជាដោយសារតែបងប្អូនឃើញហើយយោធាខ្មែរម្នាក់ដែលលោកវិតកំសាននោះណាដែលតវ៉ាជាមួយលោកលេងនវត្រានោះដីគាត់ដែលគេបង់លុយឲ្យមិនមានដីមិនមានផ្ទះអីចឹង